nơi Japan ឲ្យលុយធីបម្ដងអស់មែនចឹងខ្ញុំគិតថានៅប៉ែកខាងអឺរ៉ុបការឲ្យលុយធីបហ្នឹងគឺជារឿងធម្មតានិយាយទៅនៅខ្មែរយើងឥឡូវហ្នឹងក៏មានទម្លាប់ឲ្យលុយធីបហ្នឹងដែរអញ្ចឹងពេលដែលខ្ញុំនៅខ្មែរខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំឲ្យលុយធីបគេម្ដងគឺប្រហែលអត់ដឹងថាត្រូវឲ្យគេម៉ានេះឲ្យតិចពេកទៅខ្លាចគេគិតថាមើងងាយគេឲ្យគេតិចម៉េះអញ្ចឹងឲ្យច្រើនពេកទៅមានអារម្មណ៍ថាស្ដាយលុយដែរហ្នឹងហើយពួកអីយើងក៏មិនសម្បូរលុយអីណាស់ណាដែរអញ្ចឹងនៅជប៉ុនវិញយើងត្រូវគួរឲ្យលុយធីបគេប្រហែលតែគាត់ថាសមរម្យហ្នឹងហើយអញ្ចឹងខ្ញុំសូមឆ្លើយទៅកាន់អ្នកទាំងអស់គ្នាវិញគឺមិនបាច់ឲ្យលុយធីបទេនិយាយទៅរឿងនឹងមួយគឺខ្ញុំមានអារម្មណ៍ថាគឺរៀងងាយស្រួលរស់នៅហ្នឹងហើយដោយសារតែខ្ញុំអត់ដឹងថាត្រូវឲ្យលុយធីបគេម៉ានេះពេលខ្លះអញ្ចឹងជប៉ុនជាទម្លាប់គឺគេអត់យកលុយធីបទេអត់មានលុយធីបទេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនមកអ្នកទាំងអស់គ្នាទៅញ៉ាំអីអញ្ចឹងណាមិនបាច់ឲ្យលុយធីបទេបើសិនមកអ្នកទាំងអស់គ្នាដាក់លុយធីបគេអាចនឹងគិតថាអ្នកទាំងអស់គ្នាភ្លេចលុយអីអញ្ចឹងណាគេនឹងរត់យកលុយហ្នឹងមកឲ្យអ្នកទាំងអស់គ្នាវិញហើយបើអ្នកទាំងអស់គ្នាឲ្យទៅកាន់អ្នកផ្សេងអ្នកផ្សេងគាត់នឹងមានអារម្មណ៍ថាពិបាកវិញអត់ដឹងថាហេតុអីបានយើងសុកហ្នឹងឲ្យលុយគាត់និយាយទៅគឺគេអត់មានទម្លាប់ទទួលលុយធីបពេលអ្នកទាំងអស់គ្នាអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាមកលេងជប៉ុនឬមួយក៏មកនៅជប៉ុនគឺមិនបាច់ឲ្យលុយធីបពេលអ្នកទាំងអស់គ្នាការឲ្យលុយធីបហ្នឹងគឺពួកគាត់មិនសប្បាយចិត្តទេគឺពួកគាត់ពិបាកវិញមានអារម្មណ៍ថាពិបាកហើយគាត់នឹងត្រូវសងលុយហ្នឹងឲ្យយកលុយហ្នឹងមកឲ្យយើងវិញហ្នឹងហើយអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាចង់អរគុណគាត់អីអញ្ចឹងទៅអ្នកទាំងអស់គ្នាអាចនិយាយពាក្យអរគុណអារីកាតូកូសៃម៉ាសហ្នឹងហើយអារីកាតូកូសៃម៉ាសអញ្ចឹងទៅឬមួយក៏អ្នកទាំងអស់គ្នាអោនដើម្បីគោរពពួកគាត់ប៉ុណ្ណឹងគឺបានហើយអ្នកទាំងអស់គ្នាអត់ចាំបាច់មានលុយធីបទេ